ដើមឆ្នាំ2025នេះស្ត្រីខ្មែរជាច្រើនអ្នកត្រូវបានអូសទាញឲ្យទៅរៀបការខុសច្បាប់នៅក្រៅប្រទេសមន្ត្រីអន្តរប្រវេសន៍ក្រសួងមហាផ្ទៃបានខុតដំណើរឆ្លងដែនមនុស្សចំនួន118នាក់ក្នុងនោះមានជនជាតិខ្មែរ104នាក់ជនជាតិចិន14នាក់ដោយជាប់សង្ស័យពាក់ព័ន្ធករណីជួញដូរមនុស្សនាដើមឆ្នាំ2025នេះបើតាមឯកឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍ជនសង្ស័យរងគ្រោះដោយអំពើជួញដូរមនុស្សទាំង118នាក់ត្រូវបានសមត្ថកិច្ចអន្តរប្រវេសន៍អន្តរាគមន៍ក្នុងករណីសរុបចំនួន59ក្រៅពីនេះជនរងគ្រោះដែលភាគច្រើនត្រូវបានអូសទាញឲ្យទៅរៀបការដោយខុសច្បាប់ជាមួយជនបរទេសបានធ្វើឡើងជាក្រុមឯកឧត្តមសេនីយ៍ឯកបញ្ជាក់ថាស្ត្រីរងគ្រោះមានវ័យក្មេងៗខ្លះធ្វើដំណើរទៅក្រៅប្រទេសដោយគ្មានគោលដៅឬថាទៅដើរលេងតែមិនដឹងដើរលេងនៅឯណាឲ្យពិតប្រាកដឬខ្លះគ្មានថវិកាសមស្របសម្រាប់ធ្វើដំណើរទៅក្រៅប្រទេសនិងខ្លះទៀតស្ដែងអាការៈមិនប្រក្រតីនៅចំពោះមុខសមត្ថកិច្ចតែម្ដងជាមួយគ្នានេះសមត្ថកិច្ចជំនាញបានសាកសួរព័ត៌មានបឋមនិងរាយការណ៍ទៅកាន់មន្ត្រីជំនាញពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដើម្បីសាកសួរនិងស្រាវជ្រាវលម្អិតរហូតឈានទៅសន្និដ្ឋានបានថាអ្នកទាំងនោះបានចាញ់បោកមេខ្យល់អូសទាញលួងលោមទាំងតាមរយៈចិត្តសាស្ត្រទឹកប្រាក់សម្ភារៈនិយមនិងការផ្ដោតសង្ឃឹមផ្សេងៗគួរបញ្ជាក់ថាក្នុងរយៈពេល6ខែដូចគ្នានេះមន្ត្រីអន្តរប្រវេសន៍ក្រសួងមហាផ្ទៃក៏បានផ្ដល់កិច្ចសហការសម្រាប់សម្រួលទទួលស្ត្រីខ្មែរជាជនរងគ្រោះនៃអំពើជួញដូរមនុស្សនៅប្រទេសចិនចំនួន78ករណីផងដែរ